នៅក្នុងថ្ងៃនេះដែរខ្ញុំនឹងចំណាយពេល5ម៉ោងបន្ថែមទៀតដើម្បីលេងនៅក្នុង server Migita MC បើចង់ដឹងថាខ្ញុំបានធ្វើអ្វីខ្លះក្នុងរយៈពេល5ម៉ោងនេះអញ្ចឹងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាហើយចូលមកគឺយើង record បែបតន់ហន់អ្នកនរគ្នាខ្ញុំមកដល់ភ្លាមគឺអត់និយាយច្រើនទេគឺយើងធ្វើការចូលទៅដើរ Vital Chamber តែម្ដងចឹងពីដំបូងឡើយហ្នឹងគឺថាខ្ញុំប្រងតែ TP មកបងនូលេងទេប៉ុន្តែបងភិនមកច្រឡំបងនូប៉ុន្តែម្ដងខ្ញុំក៏ឃើញបងនូហើយនឹងបងភិនគាត់នៅជាមួយគ្នាហើយពងវាយ trail ចឹងខ្ញុំក៏មកវាយដែរហ្មងទៅដោយសារតែមកឲ្យកុំឲ្យខាតជើងចឹងខ្ញុំក៏បានចុះមកក្រោមនេះលូតឲ្យធីមតិចតួចហើយខ្ញុំក៏បើកខំទៅគឺទទួលបានជាមួយនឹង Bad Omen ដូចជាសភៅ enchant មួយផងដែរហើយក៏បាន emerald ខ្លះទៀតដែលខ្ញុំត្រូវការផងតបមកខ្ញុំក៏រត់ទៅវិញហើយអ្នកគ្នាខ្ញុំគឺទទួលបានមេះហើយគឺមេះនេះគឺបងនូគាត់ឲ្យខ្ញុំទេចឹងខ្ញុំទទួលបានជាមួយនឹងរបស់ដែលយើងត្រូវការហើយគឺមេះនឹងឯងគឺខ្ញុំពិបាករកជាងគេនឹងឯងចឹងឥឡូវយើងបានហើយហើយអញ្ចឹងឥឡូវបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានឡើងទៅលើវិញដើម្បីទៅបន្តជួយវាយពួកគាត់អញ្ចឹងណាដើម្បីយើងទទួលបានសោតដល់គ្នាហើយក៏វាយទៅចែកគ្នាចែកឲ្យធីមគ្នាដែរអញ្ចឹងណាហើយខ្ញុំក៏បានបន្តដំណើរឡើងមកតាមនេះដើម្បីបន្តទៅវាយជាមួយនឹងកន្លែងនេះបន្តទៀតអញ្ចឹងខ្ញុំក៏បានចាត់ការពីពីងមួយហើយក៏ជួយវាយគាត់ទៀតហើយនិយាយទៅគឺវា lag មែនទែនដោយសារតែហើយគឺការវាយគ្នាគឺវា lag ចឹងឯងគឺវាជាងធម្មតានៃទូរស័ព្ទខ្ញុំហីអញ្ចឹងខ្ញុំក៏នឹងឲ្យបន្តដើរឆ្វេងឆ្មាច់វិញតែកន្លែង trail ហ្នឹងទៅអញ្ចឹងគឺជួយវាយផងដើរញញៃផងហ្នឹងឯងចឹងខ្ញុំក៏រងចាំមួយនេះ spawn ហើយក៏ដេញវាយវាគឺថាវាយវាអត់ចង់ត្រូវទេអ្នកគ្នាគឺវារត់លឿនមែនទែនខ្ញុំក៏បានចាត់ការវាមកហើយខ្ញុំក៏បានឡើងទៅលើវិញចឹងគឺយើងហើយសំខាន់ឡើងមកគឺអត់រួចទេចឹងខ្ញុំក៏បានប្រើខ្យល់នេះដើម្បីឡើងទៅលើវិញទៅតើមកខ្ញុំក៏បានមកវាយអានេះតហើយបងនួយក៏គាត់មកជួយវាយដែរអញ្ចឹងគឺយើងមកវាយ3នាក់អ្នកគ្នាអញ្ចឹងគេថាយើងសប្បាយមួយយ៉ាងដែរណាអ្នកគ្នាពេលយើងមកវាយជុំគ្នាអញ្ចឹងទៅចឹងខ្ញុំក៏នឹងឲ្យបន្តធ្វើការវាយក្នុង trail ហ្នឹងហើយខ្ញុំឧស្សាហ៍តែរៀង lag ខ្ញុំក៏បានកាត់វីដេអូយកតែម្ដងបានហ្នឹងឯងដល់ពេលហ្នឹងមកខ្ញុំក៏រងចាំជាមួយនឹងអានេះវា spawn ប៉ុន្តែតែប៉ុន្តែគឺវា spawn នៅគ្នាតែវាទៅក្រោមវានៅក្រោមអញ្ចឹងខ្ញុំក៏ចាំតែដឹងហ្នឹងអញ្ចឹងខ្ញុំក៏បានធ្វើការចុះទៅក្រោមដើម្បីរកវាដោយសារចាំយូរដែរអញ្ចឹងនៅពេលដែលចុះមកក្រោមគឺថានេះនៅក្រោមទាំងអស់អ្នកគ្នានៅក្រោមឡើង2អញ្ចឹងខ្ញុំក៏បានចាត់ការវាចុងក្រោយ2ចុងក្រោយហ្នឹងទៅដើម្បីយើងទទួលបានជាមួយនឹងសោដែលយើងអាចយកទៅចាក់នេះធំបានហើយបន្ទាប់ទៀតខ្ញុំក៏ដើរមកកលេចឃើញជាមួយនឹងអានេះតូចអញ្ចឹងខ្ញុំក៏បានយកសោតូចហ្នឹងយកមកចាក់លេងទៅដោយសារតែខ្ញុំមាន2ដែរអញ្ចឹងទៅហើយខ្ញុំក៏ចាក់ទៅក៏វាមានបានតែធីមមេយកជាការកើតដែរអ្នកគ្នាធីមគឺថាកាក់មែនទេចឹងដោយសារតែគេធីមកាក់ចឹងហើយខ្ញុំក៏បានបន្តដំណើរទៀតទៅហើយចឹងខ្ញុំក៏បានរមើលមកកន្លែងទៀតហើយខ្ញុំក៏បានបញ្ជប់វិញនៅគេនេះចឹងខ្ញុំក៏បានចាក់លេងមួយទៀតចឹងទៅចឹងដូចគ្នាចឹងឯងគឺថាធីមគឺកាក់មែនតើអ្នកយើងយកជាការកើតទេចឹងហើយខ្ញុំក៏សម្រាប់ថាខ្ញុំដើរចាក់ចេញទៅហើយខ្ញុំក៏បានមក check អានេះក៏ឃើញថាមានជាមួយនឹងរបស់ដែលយើងត្រូវយកចឹងខ្ញុំក៏បានយកជាមួយនឹង poison weakness ហ្នឹងដើម្បីយើងទុកណាមួយវាមានប្រយោជន៍ទៀតអ្នកគ្នាតែមកខ្ញុំក៏បានយក item មួយចំនួនដែលខ្ញុំអត់ត្រូវប្រើហ្នឹងចូលក្នុងសុខបករបស់ខ្ញុំហើយខ្ញុំក៏ធ្វើជាមួយនឹងខ្យល់នេះបន្ថែមទៀតហើយខ្ញុំហ្នឹងឯងខ្ញុំក៏ទៅរកមើលផ្លូវដើម្បីយើងឡើងទៅលើវិញចឹងយើងទៅដើររកមើលជាមួយនឹងអាកន្លែងចាក់ធំហ្នឹងអ្នកគ្នាកន្លែងចាក់សោធំចឹងគឺហ្នឹងហើយខ្ញុំក៏ដោយសារខ្ញុំមានស្គាល់ច្បាស់ដែរចឹងខ្ញុំក៏បានជីកកន្លែងនេះទៅយើងក៏ឃើញវានៅកន្លែងហ្នឹងចឹងវាខ្ជិលសាំច្រើនជីកតែម្ដងអ្នកគ្នាចឹងសារខ្ញុំអត់មានសោហើយខ្ញុំមាន lag ផងហើយខ្ញុំក៏គិតថាខ្ញុំចង់កាត់វីដេអូទៅមួយកន្លែងទៀតហ្មងគឺយើងខ្ជិលសាំតបែច្រើនអញ្ចឹងណាអាមួយកន្លែងហ្នឹងវាអស់ហើយអញ្ចឹងបន្ទាប់ពីហ្នឹងមកបងភិនគាត់ក៏រកឃើញមួយកន្លែងទៀតហើយខ្ញុំក៏ចាក់ចេញពីកន្លែងមិញស្អាតកន្លែងមិញគឺថាវាអស់ហើយអ្នកគ្នាអត់មាននេះវាយទេអញ្ចឹងគឺថាខ្ញុំក៏បានឃើញមនុស្សបងភិនគាត់នៅគេនេះហើយមនុស្សគាត់ក៏ហក់ទៅតាមក្រោយអញ្ចឹងខ្ញុំក៏ជីកមកបន្លោះទៀតមកទៅដោយសារតែខ្ជិលជន់គ្នាច្រើនជីកមកស្ទុះយើងក៏ធ្លាក់មកដល់ក្រោមតែម្ដងអញ្ចឹងគឺថាអត់និយាយច្រើនទេនេះគឺមកដល់គឺយើងវាយគ្នាតែម្ដងហ្នឹងហើយអញ្ចឹងមកដល់ខ្ញុំបានជាប់ស្បុកពីងខុស web ហ្នឹងនៅមួយកន្លែងហើយបងវាយគឺតាមចិត្តហ្មងហើយខ្ញុំក៏បានរើគ្រឿងរួចហើយខ្ញុំក៏បានចាក់ចេញកន្លែងហ្នឹងបន្តិចដើម្បីយើងដកដង្ហើមវិញអញ្ចឹងណាខ្ញុំក៏បានចាត់ការជាមួយនឹងពីងហ្នឹងគឺជួយវាយគ្នានឹងឯងអ្នកឲ្យឆាប់មកអញ្ចឹងគឺកន្លែងហ្នឹងគឺអត់មានច្រើនក្រៅពីការវាយគ្នានឹងឯងអ្នកគឺខ្ញុំអត់បាន
nhưng đặt mà tách những ngày để sao này còn nói thằng nguyên sao chứ là môi anh việc lạc chẳng mình đã chán được câu viên là tham viên phơi nẹt nên mới được ở lò mới chẳng nhưng mà chặt ca cho nên qua này skeleton nó hay quả này cái thay bị clang clang đây là cái phía sẽ tạm mò đầy mà xa gì nhung thiệt hay sẵn khăn chạm mò stream thế này vì xa rồi nó cái lôi thằng nó chứ nhưng các bạn chặt ca cho mình qua này skeleton nó hay tập mò của mình mà nhưng các bạn chặt ca với bảo thiệt chẳng mà sinh đai như smith cứ sửa mình tên nào này đi cặp với chặt ngọc chơi những cái chẳng tao bị nó ngó nhom cứ hiện lạc cái này nhom bạc lên ấy tay giờ chờ hôm nay từ từ sao tại ngay dừng một vài chung này chẳng tao bị nó ngó nhom của anh từ trong mình sao sao đi mà cái lại cũng bay đem rồi tao mò nhom co với lát cái này cái lát nắng nhưng còn là cắt video hai bàn tay lại đấy hai bên là tao mà cho nhom chặt pin sân là bay giờ nghi rồi chẳng nhóm chập nào miệng lạc hai nhóm cosme chặt hai nhóm nâng cắt video vô tại mà đòn này to pin nhóm cắt video nó hai cứ trong việc này cái hai nhóm cứ hiện lạc nhóm liệt cá đó chẳng nhóm của cắt video lại mình cho tới hai dòng khăn mấy cái hai bị lột trên như này bị lột trên server chẳng cứ bắt đầu bên nó nhóm có clear cho mỗi skin của nhóm hai nhóm có nó cứ nghe thuê tràn đi nè đi khơi như mọi người bị chết khôi đa vậy mà môn này hay vay gì chú đây này cứ vay vài chỉ chiên là mau cái này chân nhông coi hiệp trong cho mỗi người team này ban bị cao váy nước tục từ non hấp tam cái lại mà viết làm bài gọi viên nghi sưu không ca nhông vô với vô pra con này chân nhông nó sao thông nên là bày thiệt chân cứ bên nơi tràn của sống rồi mẹp dương ở nó ngay cứ chặt nó ngay cao rồi mẹp dương trong từ váy lên đấy nhưng ai chặt với bạn trong tàu đang mới nhông có tục cho mọi người thêm mà nó là nhiều mà toàn pra bên là thế cứ việc toàn sao mình bây giờ chẳng này chân cho môi đừng đi môi ấy như một môn tầng môn này đi cứ dừng anh dùng chạy để đáp bàn chân nhung trôi chật hay đi tầng nhung trôi chật bot ở pick step đấy dương từ đó nên ở nơi lại qua đây picking không chân cứ nhung thử từ đó cho mình đừng đi như một bộ mò tên là cái sao ta mò những cái ca mình tên việc mình đừng theo chất khôi thiệt chân trong episode này dương từ đó mình đi như một bộ mò hai dương từ đó này đã như mà upgrade về thiệt chân cái dương miền phản ca bàต่อไปน้องมอยมก็enchant มันเมสมันยมมวยดิซาแต่ยมมีเลเวลจางในอะไรเนี่ยมันนำมวยยมตอนจองบุกโจจมวยนึงใบเชื่องมันหรือก็มอยมได้ดิซาแต่ยม enchant về all level สันก็มอยขาดจังนึงจังยมก็enchant มันเมสมวยได้ยังมันจะล้อเด้ซาแต่vìควาย enchant จางมันแต่ไอ้ยมมีอะไรยมแลกครั้งให้เป็นนึงยมก็เช็คจมวยนึงframe ได้เคยถ่ายมาแต่30 frame ได้เนี่ย cho nơi lên thì anh ring bao nhiêu nó cứ nhóm tẹo mình tên cứ đang tại vì mua một hai đấy tí nhưng cái tha ba chỉ mua bị khăn này một bị khăn ở pi cột hàng lớn rồi mẹ pi này cứ chỉ 4 crop à chân nhung co hiệp trong cho mình lại thêm mà chỉ nón tiền đại vì sư tại nhưng mà tới phá ai nhung co gia tục cho mỗi lần là bao mà chỉ nón được chưa sub enchant sub này này đi khi mà nhung chân cứ vì hiện cái này chân vì smooth sao tại mình sao tại mới tới lên thì chỉ mình cao nhom co mà cho tha nhom ở năng cắt video mình tí sau này tầm bấy tục sắp nhom vì smooth dần rồi bây giờ tục sắp cho mà tục rồi vì hiện tại chị ở việc này hãy nhom có tập một thì có to tiền được sao tại vì lên cả bên nhẫn này chân nhom có to thưa càng nghe bảo dân thiết cứ dương từ rồi mà đính hay mẹ đính nhom comment pi dẹp đây để nhom bàn trade pi là chờ để nhom set home cháu đó nhưng mà trade ban pi cái báo này sao nhưng có em rồi chẳng nhưng trade vô tập pi đừng sân màu chẳng nhưng có nhưng tờ hiệp trong cho mỗi đường enchant và thay mới tiền đồng bày dương ai họ là với là sao tên là với những sao môi ở chẳng dương enchant man mà môi tiền này thì môi tiền này chẳng nhưng có enchant cái thằng man phải sang xí tê vô tam lòng chân cứ vì họ sơ lọ đấy tay ở đấy vô chỉ ca bạn tập tôi bị nắng mưa nhung có hiệp trong cho mỗi này thêm mà chỉ nón tiền hai nhung có your feather falling đại chỉ sập hơn chân nhung đã nông nè hai nhung của bạn là hôm một từ là mây dương từ cái lại set hôm mà nhung nó của nhung man từ mình vừa chơi này cái này sang nơi lên mà dưới nó cứ vừa chơi biết bắt ô tô này biết bắt ở linh món này từ sang chắc nhung tìm muốn nó nhung mô từ lần hai nhung hai nâng bông là kỳ mỗi như an đại là chơi từ nó tẹt bàn tay sốc biết bắt ở này là bây giờ nhung số đạo tiền nhung có một thread lại đi món từ trang tập bên nó gặp bột mùi là người thêm dương châu kia hai tập bên nó nhung của điệp trong lại nó hiện chú đây là cái rom tại nhưng bột đội ro là nhưng từ
ហើយបន្ទាប់មកខ្ញុំក៏បានត្រឡប់មក LAN វិញហើយយើងក៏រៀបចំជាមួយនឹង item សម្រាប់ទៅ Nether ម្ដងអញ្ចឹងខ្ញុំត្រូវធ្វើជាមួយនឹង potion fire resist ព្រោះវាសំខាន់មែនទែននៅក្នុងវីដេអូមួយនេះអញ្ចឹងហើយខ្ញុំក៏រៀបចំធ្វើវាហើយគឺយ៉ាអត់មានអីច្រើនទេអ្នកគ្នាដូចតែឃើញអញ្ចឹងគឺយ៉ាខ្ញុំក៏រៀបចំជាមួយនឹង team មួយចំនួនទុកក្នុង hub ហើយបន្តមកទៀតគឺថាខ្ញុំទុកមេសចូលក្នុង hub ដែរដោយសារតែខ្ញុំអត់ត្រូវប្រើវាតែអញ្ចឹងមេសនេះគឺយើងបានមកគឺទុកតាំងពីពណ៌អ្នកគ្នាអត់យើងអត់យកមកប្រើទេបាទព្រោះយកមកប្រើក៏មិនដឹងប្រើស្អីដែរអញ្ចឹងគឺខ្ញុំក៏អង្គុយរងចាំជាមួយនឹង potion ហើយចំពោះ spawner នេះគឺខ្ញុំខ្វះតែមួយទៀតទេគឺយើងបានគ្រប់9ប្រឡោះហើយបាទហើយ spawner ខ្ញុំមិនបានទិញទេនៅថាខ្ញុំដើររកខ្លួនឯងតែម្ដងតទៅពេលហ្នឹងមកខ្ញុំក៏បានយកជាមួយនឹង weakness របស់ខ្ញុំទុកក្នុង hub ខ្លះដើម្បីកុំឲ្យវាច្រើនពេកហើយខ្ញុំក៏អង្គុយរងចាំជាមួយនឹង potion វារួចរាល់អញ្ចឹងខ្ញុំក៏យ៉ាដូចអត់មានអីធ្វើទេអ្នកនេះគឺមានតែអង្គុយរងចាំ potion ហ្នឹងឯងហើយពេលហ្នឹងខ្ញុំក៏ check inventory ឃើញថាខ្ញុំអត់មាន food ទេអញ្ចឹងខ្ញុំក៏ទៅដើររកមើល food អញ្ចឹងណាអញ្ចឹង food របស់យើងហ្នឹងគឺវាអស់ហើយខ្ញុំក៏ហ្នឹងឯងគឺទុកជាមួយនឹងអាសាច់ stack នេះហើយខ្ញុំក៏យកជាមួយនឹងក្រតយកមកធ្វើក្រតនេះហ្នឹងទៅដោយសារយើងមានមាសច្រើនដែរអញ្ចឹងខ្ញុំក៏មកយក block មាសក្នុង hub NHS របស់ខ្ញុំហ្នឹងហើយខ្ញុំក៏យើងបំបែកវាទៅជា gold កតិចមាសហ្នឹងនេះយើងបែកជាកតិចមាសហើយខ្ញុំក៏ធ្វើជាក្រតមាសអញ្ចឹង goal នេះគឺថាខ្ញុំមិនមែនទៅដើរជីកអីមកពីណាទេនេះគឺថាខ្ញុំទៅយកទៅប្រមូលពីប្រាសាទបរដៃ Pickling ហ្នឹងណាអញ្ចឹងគឺងាយស្រួលមែនតើដើររកមាសគឺអត់មានពិបាកទេហើយខ្ញុំក៏អង្គុយរងចាំជាមួយនឹង potion រួចរាល់ហើយគឺថាយើងក៏ប្រមូលវាចេញពីកន្លែងធ្វើហ្នឹងដាក់ក្នុងសុកបកបាទអញ្ចឹងគឺយើងញាត់នៅក្នុងសុកបកទាំងអស់តែម្ដងតទៅហ្នឹងមកខ្ញុំក៏រៀបចំជាមួយនឹង team រួចរាល់អស់ហើយខ្ញុំក៏សម្រេចចិត្តថាយើងនឹងទៅជួបគ្នានៅ Nether មកទៅអ្នកគ្នាគឺយើងខ្ជិលនិយាយអីច្រើនអញ្ចឹងណាយាបតទៅខ្ញុំមកដល់ Nether ហើយគឺយើងក៏រៀបចំជាមួយនឹង item ហើយខ្ញុំគឺត្រូវតែទៅរកជាមួយនឹងកន្លែង repair armor សិនអ្នកគ្នាខ្ញុំត្រូវទៅ repair armor ហើយនឹង slab របស់ខ្ញុំសិនដោយសារតែវាចិត្តខូចហើយអញ្ចឹងខ្ញុំក៏ដកជាមួយនឹង potion ចេញពីក្នុងសុកបករបស់យើងចំនួន3ដបសិនមកអញ្ចឹងយើងមិនដកច្រើនពេកទេកុំឲ្យវាណែន inventory របស់យើងហើយខ្ញុំក៏បានផឹកវាហើយមកទៅខ្ជិលនិយាយច្រើនអញ្ចឹងខ្ញុំក៏យ៉ា Nether នេះថាខ្ញុំចូលរួចហើយអញ្ចឹងយើងអត់មានត្រូវចូលយកទៅទេខ្ញុំក៏បានធ្វើការដូរស្លាបហើយក៏ហោះទៅរកជាមួយនឹង Quad អញ្ចឹងម្ដងខ្ញុំក៏បានឃើញ Quad ហើយតែមកខ្ញុំគឺជីក Quad នឹង repair armor ធម្មតានឹងឯងគឺមានច្រើនទេអញ្ចឹងគឺថាខ្ញុំសុំ repair ជាមួយនឹង slab repair ជាមួយនឹង armor របស់ខ្ញុំសិនកុំឲ្យវាខូចអញ្ចឹងណាអញ្ចឹងបន្ទាប់ពីហ្នឹងគឺថាដូចនៅនេះឃើញអញ្ចឹងគឺយើងដើរជីក Quad ជាអីនឹងឯងគឺយ៉ាអត់មាននិយាយច្រើនទេចឹងតទៅពីហ្នឹងមកខ្ញុំក៏ repair រួចរាល់ហើយខ្ញុំក៏សម្រេចចិត្តថាខ្ញុំហក់ចូល lava តែម្ដងហើយការរក netherite របស់យើងហ្នឹងគឺរៀងប្លែកខុសពីគេបន្តិចអ្នកគ្នាគឺខ្ញុំត្រូវការស្លាបហើយនឹងកញ្ជ្រួចដើម្បីយើងដើររក netherite អ្នកគ្នា poison fire resist មួយទៀតអញ្ចឹងរក netherite ក្នុង nether គឺស្រួលមែនតើអ្នកគ្នាគឺយើងគ្រាន់តែមាន item ដែលខ្ញុំដូចរៀបរាប់មិញអញ្ចឹងហើយយើងចុះមកកាន់ខាងក្រោមនៃសមុទ្រ lava មកបាទអញ្ចឹងយើងនឹងអាចរកជាមួយនឹង netherite បានគឺងាយស្រួលខ្លាំងតែដូចឃើញអញ្ចឹងយើងក៏ចុះបណ្ដោយយើងបានជួប3អញ្ចឹងគឺថាខ្ញុំក៏ជីកចូលវាហើយនិយាយទៅហែលក្នុង lava គឺវាយឺតមែនតើអ្នកគ្នាមានស្លាប់ក៏រកបានដែរគាត់ថាយើងដើរក្នុង lava គឺយឺតខ្លាំងដើរដូចដើរវាអញ្ចឹងក្នុង lava អញ្ចឹងមិនរកភ្លៀងអ្នកគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាវាអត់ភ្លៀងទេហើយបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានហោះហើរក្នុង lava នឹងឯងគឺអត់មាននិយាយច្រើនទេអ្នកគ្នាអញ្ចឹងខ្ញុំក៏ជីកយកជាមួយនឹងnetherite នឹងបន្តទៀតហើយយើងត្រូវដើររកវាចំនួន24គ្រាប់ដើម្បីបាន6គ្រាប់អញ្ចឹង24ស្មើនឹង6អញ្ចឹងខ្ញុំត្រូវការរកវានិយាយទៅអត់ចំណាយពេលយូរទេបើមិនខ្ញុំដើររកតែ netherite អញ្ចឹងណាអញ្ចឹងខ្ញុំក៏បន្តហោះនៅក្នុង lava នោះទៀតអញ្ចឹងគឺវីដេអូនេះគឺខ្ញុំហោះក្នុង lava ហ្នឹងអ្នកនាងអញ្ចឹងតទៅពីហ្នឹងមកខ្ញុំក៏ហោះឆ្វែលចុះឆ្វែលឡើងដើម្បីរកជាមួយនឹង netherite យើងបន្តទៀតហ្នឹងឯងទៅគឺថាដូចនេះឃើញអញ្ចឹងគឺវាមានពិបាកទេណាមួយហោះក្នុង lava នោះក៏វាមិនជាគ្រោះថ្នាក់អីដែរព្រោះវាហោះទៅវាឈប់អញ្ចឹងគឺវាអត់មកអីងាប់ទេអញ្ចឹងអ្នកគ្នាត្រូវការ totem ផងរកតែ flick pack potion នេះទោះអត់មានtotem អាចនឹងងាប់បាទ
ចឹងបន្ទាប់ពីហ្នឹងមកខ្ញុំក៏បន្តដំណើរហោះដើររកមើលជាមួយនឹងអ្នកតារាយបន្តទៀតហើយហ្នឹងហើយខ្ញុំក៏ហោះឆ្វែងចុះឆ្វែងឡើងដោយសារតែកន្លែងនេះខ្ញុំចូលមកហើយដល់អញ្ចឹងគឺខ្ញុំជីកអស់ហើយអ្នកតារាយនៅក្នុង hub របស់ខ្ញុំមាន7គ្រាប់ហើយតែខ្ញុំអត់ប្រើខ្ញុំចូលចិត្តដើររកថែមដើររកថ្មីអញ្ចឹងខ្ញុំក៏បានមកជួបជាមួយនឹង Sunday Praise មកគាត់ទៀតអ្នកតារាយយ៉ាចឹងខ្ញុំក៏ជីកយកវាហើយខ្ញុំក៏បន្តដំណើរទៅទៀតហ្នឹងឯងគឺអត់មានអីដែលត្រូវនិយាយច្រើនទេហើយនៅនេះខ្ញុំបានឃើញមួយទៀតហើយខ្ញុំក៏បានបុកកជ្រួចរបស់យើងហោះទៅកន្លែងហ្នឹងមកទៅចឹងម្ដងខ្ញុំក៏បានជីកយកវាហើយវាមានតែមួយហ្នឹងឯងខ្ញុំមិនដឹងថាវាមិនដែរតើមកខ្ញុំក៏បានធ្វើការចុះទៅរើសវាហើយយើងក៏ហែលឡាវ៉ាបន្តដំណើរទៅទៀតចឹងតើយើងហែលមុនលឿនតិចហើយយើងធ្វើការកាត់វីដេអូយកទៅកន្លែងខ្ញុំជីកSunday Praise យកតែម្ដងអ្នកគ្នាខ្ញុំនិយាយច្រើនចឹងខ្ញុំក៏មកជួបមកកន្លែងហើយខ្ញុំក៏ជីកយកវាទៅដូចតែធម្មតាចឹងឯងចឹងខ្ញុំក៏បន្តដំណើរទៅទៀតបន្ទាប់ពីយើងបានជីកវារួចរាល់យ៉ាចឹងថាហោះចង់រួចចឹងបន្ទាប់ពីហ្នឹងខ្ញុំក៏បានហោះបន្តដំណើរដើម្បីដើររកទៀតចឹងណាចឹងយើងដើររកតែ Sunday Praise 6គ្រាប់សិនអូ Sunday Praise រត់ Net ដរ៉ៃ6គ្រាប់សិនដើម្បីយើងទៅ upgrade ជាមួយនឹងអាម៉ោះហើយនឹងដើរនឹង pick egg របស់យើងពិសេសតែលើកមុនខ្ញុំច្រឡំបោះ pick egg ចោលចឹងទៅអ្នកគ្នាគឺយ៉ាងុំមកមែនតើហើយបន្ទាប់មកហោះគឺខ្ញុំបានមកដល់ជាមួយនឹង Nether ចាស់របស់ខ្ញុំនេះអាកន្លែងនេះខ្ញុំចូលមករួចម្ដងហើយអញ្ចឹងខ្ញុំក៏ខ្ញុំក៏បានចាក់ចេញទៅវិញទៅអ្នកគ្នាគឺអត់មានអីយកទេ Nether នេះខ្ញុំបានយកវារួចរាល់ហើយអញ្ចឹងខ្ញុំក៏ check coordinate គឺខ្ញុំហោះបកក្រោយវិញខ្ញុំជឿហ្មងចឹងខ្ញុំក៏ហោះវាហោះបន្តដំណើរទៅមុខទៀតដើម្បីយើងដើររកជាមួយ Nether ផងហើយនឹង Netherite ផងហើយហ្នឹងខ្ញុំក៏បានឈ្មោះជាមួយចូលឡាវ៉ាបន្តទៀតហ្នឹងហើយអញ្ចឹងគឺថាម្ដងគឺជួបជាមួយនឹង Netherite 2គ្រាប់តែម្ដងអញ្ចឹងអានេះមិន Netherite ទេគឺវាឈ្មោះថា Sunday Praise ប៉ុន្តែខ្ញុំសុំហៅវាថា Netherite មកទៅដើម្បីកុំឲ្យយើងច្រឡំច្រើនអញ្ចឹងបន្ទាប់ពីខ្ញុំបានជីកយក2គ្រាប់ហ្នឹងហើយខ្ញុំក៏បានហ្នឹងហើយកន្លែងទៅខ្ញុំក៏ហោះតែមកកញ្ជ្រួចខ្ញុំក៏បានមកឃើញ2គ្រាប់ទៀតនៅគ្នាអញ្ចឹងគឺនេះគឺយ៉ាស្រួលរមែនតើ Netherite ចឹងខ្ញុំក៏បានជីកយកវា2គ្រាប់ហ្នឹងទៀតទៅហើយខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងកាត់តែកន្លែងដែលខ្ញុំជីក Netherite យកតែម្ដងហ្នឹងហើយអញ្ចឹងមិននិយាយច្រើនទេយ៉ាហើយបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានមកជួបជាមួយនឹង spawn ហ្នឹងហើយ spawn place មួយហើយខ្ញុំក៏ជីកយកវាយ៉ាងទៅហើយនិយាយទៅនៅក្នុង Nether ហ្នឹងគឺយើងដើររក spawn place ហ្នឹងឯងអ្នកគ្នាគឺវាសំខាន់ណារបស់ដែលសំខាន់អញ្ចឹងខ្ញុំក៏ជីកយក spawn place ហ្នឹងហើយខ្ញុំក៏មកបោះចោល team មួយចំនួនដែលយើងអត់ត្រូវការវានោះទេអញ្ចឹងខ្ញុំក៏យ៉ាណាយគឺបោះជាមួយនឹង quad បោះជាមួយនឹង Nether Bread ឯងចោលហ្នឹងទៅ Nether Rack បាទអញ្ចឹងគឺ spawn place មួយហ្នឹងគឺវាមានតម្លៃឡើង3លានណាគ្នា3លានជាងអញ្ចឹងបើសិនជាយើងយកលុយទៅទិញក៏វាចំណាយច្រើនដែរបាទតែបើយើងដើររកអញ្ចឹងគឺងាយស្រួលមែនទេអញ្ចឹងខ្ញុំក៏បន្តដំណើរដើម្បីទៅដើររកជាមួយនឹង spawn place មួយទៀតដោយសារតែជាទូទៅfortress មួយគឺវាមាន spawn place ចំនួន2អញ្ចឹងណាហើយបើសិនជាយើងរកបាន2យើងចាក់ចេញទៅអ្នកគ្នាដោយសារតែមក fortress ហ្នឹងគឺវាមានតែ2ហ្នឹងឯងចឹងខ្ញុំក៏បានចាត់ការជាមួយនឹង spawn place ទី2ដែលខ្ញុំបានរកឃើញហ្នឹងហើយខ្ញុំក៏បានវាយអាអ្នកនៅដែលវា spawn ចេញមកនឹងបង្ងាប់ចោលមកទៅខ្ញុំនិយាយច្រើនតើមកខ្ញុំក៏បានជីកលបងដើម្បីយើងបន្តដំណើរទៅទៀតចឹងខ្ញុំក៏ហោះចុះមកខាងក្រោមនេះហើយនិយាយទៅស្មើតែសមុទ្រឡាវ៉ាអ្នកគ្នាហោះមកចប់ចឹងខ្ញុំក៏បានហោះបន្តដំណើរចាក់ចេញទៅអញ្ចឹងគឺហោះបុកនេះបុកនោះចង់ងាប់តែម្ដងនៅកន្លែងទៅនេះអញ្ចឹងបន្ទាប់ពីខ្ញុំចុះកន្លែងនេះហើយខ្ញុំក៏ហោះទៅថាបុកចង់ងាប់អ្នកគ្នាចឹងយ៉ាគោថ្នាក់មែនតើហើយខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងកាត់វីដេអូត្រឹមហ្នឹងតែម្ដងដោយសារតែអត់មានបានធ្វើច្រើនក្រៅពីការហោះដើររក Netherite ហ្នឹងទេយ៉ាអញ្ចឹងយើងកាត់វីដេអូយកតែម្ដងទៅខ្ជិលស្នាមយ៉ាអ្នកនេះអញ្ចឹងគឺថាខ្ញុំបានរក Netherite ចំនួន24គ្រាប់បាទចឹងដូចខ្ញុំបញ្ជាក់ចឹងវាមិនមែន Netherite ទេវាឈ្មោះ Sunday Praise តែខ្ញុំសុំហៅ Netherite តែម្ដងកុំឲ្យវាច្រឡំច្រើនចឹងណាចឹងខ្ញុំនឹងត្រឡប់ទៅផ្ទះវិញសិនដើម្បីយើង upgrade armor របស់យើងឲ្យរួចរាល់ចាំយើងចូលមកក្នុង Nether វិញដើម្បីធ្វើភារកិច្ចទី2ចឹងភារកិច្ចទី1របស់យើងគឺ upgrade armor ហើយភារកិច្ចទី2គឺយើងដើររកជាមួយនឹង spawn place ក៏ដូចជាទៅលួចមាសនៅប្រាសាទបរ៉ៃជ្រូកបងប្អូន
ចឹងមុនទៅនេះខ្ញុំក៏ឆ្លៀត repair ជាមួយនឹងអាម៉័រដូចស្លាប់ឲ្យខ្ញុំលើចិត្តខូចហ្នឹងឲ្យវាមកដូចដើមវិញចឹងទៅហើយនឹងឯការ repair របស់យើងហ្នឹងក៏វាចាប់ផ្ដើមឡើងតែម្ដងចឹងបន្ទាប់ពី repair មកស្ទុះហើយក៏វាពេញស្លាប់ដូចជាអាម៉័រខ្ញុំគេវានៅជាមួយនឹងអាវបាទចឹងអាវcủaខ្ញុំហ្នឹងគឺវាអត់តមក repair ទេចឹងហើយខ្ញុំក៏បានកាន់វានៅដៃមួយចំហៀងទៀតដើម្បីយើង repair វាហើយចឹងខ្ញុំក៏សុំ repair អាវសិនហើយយើងនឹងត្រឡប់ទៅជួបគ្នាវិញនៅពេលដែលខ្ញុំទៅដល់ land វិញហ្នឹងណានេះអញ្ចឹងគឺយើងខ្ជិលនិយាយច្រើនយើងកាត់ទៀតហ្នឹងទៅហើយខ្ញុំមកដល់ land វិញភ្លាមហើយខ្ញុំក៏អត់និយាយច្រើនហើយខ្ញុំក៏បានធ្វើការដុតជាមួយនឹង netherite របស់យើងហើយខ្ញុំក៏បានយក spawner plus 2ដែលយើងរកបានមកហ្នឹងគឺខ្ញុំញាត់ចូលទៅក្នុង spawn plus ដែលខ្ញុំមាននេះមកទៅហើយយើងក៏ claim វាខ្លះអញ្ចឹងណាអ្នកគ្នាអញ្ចឹងខ្ញុំក៏ទទួលបានជាមួយនឹង spawn នឹងវា8ប្រភេទហើយយើងខ្វះមួយទៀតមកគឺវាគ្រប់ហើយ spawn នេះគឺថាខ្ញុំដើររកទាំងអស់អ្នកគ្នាអត់មានបានទិញអីទេអញ្ចឹងខ្ញុំក៏រៀបចំជាមួយនឹង item មួយចំនួននៅក្នុង sugar box របស់ខ្ញុំយ៉ាមែននៅក្នុងនេះគឺខ្ញុំញាត់ item ចូលថែមហើយ potion យើងឥឡូវនេះគឺឡើងសូវមានប្រយោជន៍ទេបាទប៉ុន្តែវានៅយើងនៅតែនៅប្រើវាដែរហ្នឹងឯងអ្នកគ្នាយើងត្រូវតែប្រើវាដែរដោយសារតែពេលខ្លះយើងអាចនឹងធ្លាក់ឡាវ៉ាធ្លាក់អីចឹងទៅយើងត្រូវអាចជួយវាអាចជួយយើងបានអញ្ចឹងណាអញ្ចឹងខ្ញុំក៏បានទៅដកជាមួយនឹងសភៅ enchant មួយគឺ unbreaking ដើម្បីបូកចូល shield របស់ខ្ញុំសារខ្ញុំត្រូវទៅវាយជាមួយបរិយាជ្រូកអញ្ចឹងខ្ញុំត្រូវការ shield យកមកប្រើប្រាស់ដែរអ្នកគ្នាហើយខ្ញុំក៏បានទុកជាមួយនឹងសុកបឹកវិញទៅហើយសុកបឹកខ្ញុំដាក់សភៅ enchant អញ្ចឹងណាចឹងខ្ញុំបន្ទាប់ពីបោកចុះហើយខ្ញុំក៏រៀបចំជាមួយនឹង item ក៏ដូចជារងចាំជាមួយនឹង netherite របស់យើងដុតរួចរាល់ហើយនៅពេលដែលរងចាំហ្នឹងខ្ញុំក៏ឆ្លៀតធ្វើជាមួយនឹង smithing template នេះហើយដែរarmor dream upgrade ហ្នឹងឯងចឹងអានេះសាក់ខ្ញុំដើររកហ្នឹងអត់មានបានចំណាយលុយទៅទិញទេតែប៉ុន្តែព្រោះអានេះវាថោកមែនវាតែ200k ជាងទេប៉ុន្តែខ្ញុំខ្ជិលទិញខ្ញុំទៅដើររកក៏វាសុបាយដែរបាទចឹងនៅពេលយើងដើររកយើងធ្វើឲ្យរឿងស្រួលៗទៅជារឿងពិបាកគឺវាសុបាយម្យ៉ាងដែរតាចឹងខ្ញុំក៏នឹងរៀបចំក្រាស់វាបាន9ហើយក៏ខ្ញុំបែកfurnace នេះបែក ancient place នេះដុតវាផ្សេងគ្នាដើម្បីវាឆាប់ហើយចឹងណាចឹងតទៅនឹងមកខ្ញុំក៏រៀបចំមេវ៉ាវ៉ាន់ដើម្បីយើងនិយាយរៀបចំទុកupgrade armor ហើយហ្នឹងហើយខ្ញុំក៏រងចាំរហូតដល់ netherite យើងដុតហើយទី import netherite ហ្នឹងគឺវាដុតបានរួចរាល់ហើយចឹងខ្ញុំក៏ប្រម៉ែប្រមូលវាដើម្បីក្រាស់ទៅជា netherite ingot តែម្ដងអញ្ចឹងបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានធ្វើការញាត់វាចូលអាវដូចជា tool របស់យើងអញ្ចឹងខ្ញុំក៏បានដាក់វាចូលអាម៉័ររបស់យើងមុនហើយបន្ទាប់មកទៀតនោះយើងញាត់វាចូលក្នុងអាវគេដាវគេពិក X របស់យើងអ្នកគ្នាអញ្ចឹងឥឡូវនេះគឺថាយើងទទួលបានជាមួយនឹងអាម៉័រ netherite មួយឈុតហើយអញ្ចឹងនេះជាអ្វីដែលខ្ញុំចង់បាននៅក្នុងវីដេអូហ្នឹងអញ្ចឹងឥឡូវបានហើយក៏វាជានេះអ្នកនេះភារកិច្ចទី1បាទអញ្ចឹងភារកិច្ចទី2របស់យើងគឺយើងទៅដើររកជាមួយនឹង spawn place បានច្រើនតាមអាចធ្វើទៅបានអញ្ចឹងបន្ទាប់ពីហ្នឹងមកខ្ញុំក៏រៀបចំឲ្យធីមនៃដើម្បីយើងត្រឡប់ទៅ nether វិញហ្នឹងឯងអ្នកនេះគឺអត់មានអីច្រើនទេកន្លែងហ្នឹងបន្ទាប់ពីខ្ញុំមករៀបចំ item មកស្ទុះខ្ញុំក៏បានមក nether វិញហើយអត់និយាយច្រើនទេខ្ញុំក៏ check coordinate ហើយខ្ញុំក៏បានដូរស្លាប់ហើយក៏ហោះចាក់ចេញទៅតែម្ដងអញ្ចឹងឥឡូវយើងត្រឡប់មក nether លើកទី2ដើម្បីយើងដើររកជាមួយ spawn plus អញ្ចឹងយើងដើរប្រមាញ់ spawn plus ក៏ដូចជាដើរប្រមាញ់មីសប៉ះពាល់រ៉ែជ្រូកប៉ុន្តែខ្ញុំក៏នៅតែចូលក្នុង lava ដើម្បីស្វែងរកនៅ netherite ផងដែរនេះយើងអត់ភ្លេចតែម្ដងអញ្ចឹងបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានមកជួបជាមួយនឹង netherite 2គ្រាប់ស្រាប់ហើយនៅចិត្តហ្នឹងក៏វាមាន2គ្រាប់ទៀតដែរអញ្ចឹងគឺថាវា4គ្រាប់បាត់ហើយអញ្ចឹងបើសិនជាយើងគិតទៅវាបាន1គ្រាប់នឹងតែគេយល់អត់គឺ4គ្រាប់បាន1គ្រាប់ដូចខ្ញុំបញ្ជាក់យ៉ាងទៅបិទឈ្មោះវាគឺ ancient place ប៉ុន្តែខ្ញុំសំខាន់ netherite ឲ្យញញច្រើនចឹងខ្ញុំក៏បានជីកយកវាហើយមានច្រើនដែរអ្នកនេះគឺថាខ្ញុំក៏កាត់វីដេអូយកមកទៅខ្ជិលសាំច្រើនហោះមកស្ទុះមកខ្ញុំក៏បានមកជួបជាមួយនឹង nether ថ្មីអញ្ចឹងគឺថាមកដល់យើងគឺការងារនេះគឺកាប់យក spawn place ចឹងខ្ញុំក៏ជីកយក spawn place ហ្នឹងហើយខ្ញុំក៏ដាក់នេះមក pickaxe ហើយក៏បន្តដំណើរហោះទៅទៀតចឹងខ្ញុំក៏ហ្នឹងហើយក៏ដើរចុះដើរឡើងទៅបងដើរចូលដល់នេះប៉ុន្តែខ្ញុំឃើញ lava នេះក៏អាចចាក់ចេញវិញដោយសារតែចូលហ្នឹងគឺវាមានអីទេហើយខ្ញុំក៏ឆ្លៀតបោះរមមើលឲ្យធីមតែអត់ប្រយោជន៍បោះចោលផងដែរអ្នកគ្នា
ខ្ញុំក៏បានបោះចោលដី nether នេះក៏បត់ចោលដល់ខ្ជិលនិយាយច្រើនណាស់បាទហើយខ្ញុំក៏បន្តដំណើរដើររកជាមួយនឹង spawner មួយទៀតអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងមក fortress គឺវាមានជាមួយនឹង spawner មួយហើយតើបានដើររកផងអានេះវាមកវាយខ្ញុំប៉ុន្តែវាធ្លាក់ទៅក៏បាត់អ្នកគ្នាទៅគឺជឿហ្មងហើយបន្ទាប់ពីហ្នឹងមកខ្ញុំក៏បាត់ខ្វល់វាដែរខ្ញុំក៏បានដើររកនេះតែវាមិនបាក់រកទេស្អាតតែវានៅចិត្តនេះស្រាប់ចឹងបន្ទាប់ពីបានហើយខ្ញុំអត់និយាយច្រើនទេអ្នកគ្នាគឺយើងសេរីស្រង់រកផ្លូវដែលយើងហោះបន្តដំណើរទៅទៀតចឹងខ្ញុំក៏ហោះឈ្មោះចូលឡាវ៉ាទៀតថ្ងៃប៉ុន្តែគឺថាភ្លេចផឹក potion ចឹងខ្ញុំក៏បានធ្វើការដក potion មកយើងមកផឹកហើយអ្នកគ្នាឥឡូវថាខ្ញុំឈឺកខ្លាំងមែនតើហើយសារខ្ញុំនិយាយយូរសំដែរតើពេលហ្នឹងមកខ្ញុំក៏បានជាមួយឡាវ៉ាដូចជាធម្មតាហ្នឹងហើយហ្នឹងហើយខ្ញុំក៏បានមកជីកជាមួយនឹង netherite មួយគ្រាប់ទៀតហើយបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានមកដល់ជាមួយfortress មួយទៀតហើយខ្ញុំក៏បានជីកយក spawn place ដូចជាធម្មតាហ្នឹងឯងអ្នកគ្នាហើយបន្ទាប់មកខ្ញុំក៏បានដើរស្វែងរកជាមួយនឹងកន្លែង spawn មួយទៀតអញ្ចឹងវាអាចមាន2អ្នកគ្នាមក fortress គឺវាមាន2ហើយក៏វាអាចមានតែ1ដែរអញ្ចឹងគឺខ្ញុំក៏ដើរស្វែងរកជាមួយនឹង spawner place មួយទៀតហ្នឹងឯងគឺអត់មានអីធ្វើទេហើយបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានរកឃើញចឹងខ្ញុំក៏បានឡើងទៅជីកវាចឹងដែរអញ្ចឹងគឺថាអត់មានអីតែខ្ញុំត្រូវបកស្រាយច្រើនទេអញ្ចឹងគឺថាយើងធ្វើតែរឿងដែលហ្នឹងឯងហើយបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានឆ្លៀត repair ជាមួយនឹង mod តិចតួចជីកយកអា cord ហ្នឹងដើម្បី repair ណាគ្នាហើយបន្ទាប់ពីហ្នឹងមកដោយសារតែវារួចរាល់ហើយខ្ញុំក៏បានបន្តដំណើរទៅទៀតអញ្ចឹងយើងហោះចាក់ចេញទៅចឹងបន្ទាប់មកខ្ញុំក៏បានមកជួបជាមួយនឹង fortress មួយទៀតហើយយើងដូចតែធម្មតាចឹងឯងអ្នកគ្នាក៏យើងដើរទៅរកជាមួយនឹង spawn place ហើយបន្ទាប់ពីហ្នឹងមកខ្ញុំក៏កន្លែងទៅឃើញខ្ញុំក៏ហោះទៅប៉ុន្តែគឺថាហោះច្រឡំអ្នកគ្នាជ្រុលជើងចឹងក៏វាធ្លាក់ទៅខំហើយខ្ញុំក៏បានបុកមកជ្រួចដើម្បីហោះឡើងមកលើវិញហើយខ្ញុំក៏ឃើញថានេះវានៅចិត្តគ្នាស្រាប់យើងអត់ប្រមាថដើររកទេចឹងគឺថាខ្ញុំឈឺកមែនតើអ្នកគ្នាហើយបន្ទាប់ពីហ្នឹងខ្ញុំក៏បានជីកជាមួយនឹង spawn place នឹងយកដូចតែធម្មតាហ្នឹងឯងហ្នឹងហើយចឹងខ្ញុំក៏ហ្នឹងហើយអ្នកគ្នាគឺយើងដើររកមើលផ្លូវហោះចាក់ចេញទៅទៀតចឹងខ្ញុំក៏កន្លែងគេងផ្លូវហើយខ្ញុំក៏បានហោះចាក់ចេញទៅគឺអត់មានអីដែលយើងត្រូវនៅយកទេបន្ទាប់ពីហោះមកស្ទុះទៀតមកខ្ញុំក៏បានមកជួបជាមួយនឹង Bastion ហើយអញ្ចឹងអានេះជា Bastion ធំជាប្រទីបរ៉ៃនោះធំអញ្ចឹងគឺយើងងាយស្រួលក្នុងការលួចបាទអញ្ចឹងអាប្រទីធំនេះវាស្រួលលួចជាងប្រទីតូចប្រទីតូចយើងបាក់លួចតិចចឹងខ្ញុំក៏យកចំជាមួយនឹងអីវ៉ាន់ហើយខ្ញុំក៏រកមើលប្រឡោះជីកចុះទៅក្រោមប៉ុន្តែមុនជីកខ្ញុំក៏បាន set hole មួយដែរដើម្បីការពារយើងងាប់ទេយើងអាចយក item វិញបានហើយខ្ញុំក៏បាន set hole មួយចោលទៅចឹងខ្ញុំក៏បានជីកប្រឡោះដើម្បីយើងមើលហើយដើម្បីយើងស្រួលហក់ចឹងណាអ្នកនាងប៉ុន្តែខ្ញុំរៀងចិត្តមួយថ្លើមមួយខ្ញុំរៀងចិត្ត2ចិត្ត3បាទគឺមួយចង់ហក់មួយចង់ហក់ដោយសារមើលទៅវាអត់ទំនងតទៅពីខ្ញុំអង្គុយគិតមកស្ទុះហើយខ្ញុំក៏កាត់វីដេអូបន្តិចដើម្បីយើងសម្រេចចិត្តហើយខ្ញុំក៏សម្រេចចិត្តថាខ្ញុំហក់ទៅក្រោមតែម្ដងអ្នកគ្នាអញ្ចឹងគឺពាក់អាម៉ូហើយខ្ញុំក៏បានហក់ចុះទៅក្រោមហើយអញ្ចឹងហក់មកដល់យើងអស់ឈាមតែពាក់កណ្ដាលទេអញ្ចឹងឡាបានគឺអត់មានជួយទ្រយើងសោះអ្នកគ្នាតតឡាវ៉ាជ្រៅមកបានវាអាចជួយទ្រយើងបានតែនេះវារាក់អញ្ចឹងយើងហក់មកយើងអស់ឈាមបណ្ដាហើយសំណាងខ្ញុំមានជាមួយនឹង feather falling អញ្ចឹងគឺវាអត់អស់ឈាមច្រើននៅពេលយើងហក់មកអញ្ចឹងម្ដងខ្ញុំក៏បានចាត់ការមួយដែលវានៅការពារកន្លែងមាសហ្នឹងវាយវាងាប់ទៅហើយប៉ុណ្ណេះគឺថាវាតាន់មែនតើអ្នកគ្នាអញ្ចឹងបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានមកប្រមូលមាសរបស់ពួកវាអញ្ចឹងគឺថាពួកវាខឹងខ្ញុំបណ្ណាទេបាទគឺថាមកលួចមាសវាហើយខ្ញុំអត់ខ្វល់ពួកវាទេអញ្ចឹងគឺថាយើងប្រមូលដុំមាសទាំងអស់ហ្នឹងអញ្ចឹងអ្នកនេះឃើញងាយស្រួលមែនតើហើយចំណេញទៀតចឹងខ្ញុំក៏បើកហឹបនេះក៏បានជាមួយនឹងរបស់សាច់ទួចហើយខ្ញុំក៏បានយកជាមួយនឹងរបស់ក្នុងហឹបនឹងច្រើនទេដូចជាអាមុននេះខ្ញុំអត់យកទេអ្នកគ្នាសារតែវាសម្រាប់ខ្ញុំគឺវាអត់សូវមានន័យទេបាទអត់សូវមានប្រយោជន៍ទេចឹងខ្ញុំក៏បានដូរស្លាកដើម្បីហោះឡើងទៅលើវិញអញ្ចឹងណាប៉ុន្តែគឺថាហោះមកធ្លាក់អ្នកគ្នាហោះអត់ចំប្រឡោះដល់វិញក៏ធ្លាក់មកក្រោមវិញអញ្ចឹងខ្ញុំក៏រកកន្លែងណាទុំដើម្បីយើងចាំហោះទៅមកតង់ទៀតហើយខ្ញុំក៏មកទុំនៅគៀងក្លៀនទៀតប៉ុន្តែខ្ញុំភ័យខ្លាចថាមានអ្នកមកហក់មកវាយខ្ញុំណាឥឡូវនេះខ្ញុំឃើញជាមួយនឹងមេដែរប៉ុន្តែខ្ញុំគឺអត់បានខ្វល់ដោយសារតែវាដេញវាយខ្ញុំអញ្ចឹងខ្ញុំក៏រៀបចំហោះឡើងទៅលើវិញ
ចឹងបន្ទាប់ពីហ្នឹងមកខ្ញុំក៏សម្រេចចិត្តថាយើងអត់មានធ្វើទេចឹងខ្ញុំក៏កាត់វីដេអូទៅសារតែវាដានឹងឯអ្នកគ្នាគឺអត់មានធ្វើច្រើនទេចឹងបន្ទាប់ពីចំណាយពេលនៅ Nether អស់ជាយូរមកខ្ញុំក៏ទទួលបានជាមួយនឹង item ប៉ុណ្ណេះចឹងគឺថាយើងទទួលបាន item ច្រើនមែនតើហើយខ្ញុំគឺអត់បានដាក់វីដេអូអីច្រើនទេដោយសារតែយើងធ្វើរឿងដូចគ្នាអត់ដែរចឹងខ្ញុំក៏ខ្ជិលដាក់អីអត់ដែរដើម្បីកុំឲ្យវាធុញអ្នកដើម្បីកុំឲ្យអ្នកគ្នាមើលទៅធុញច្រឡំវាធុញចឹងអធិស្ឋានផងហើយម្ដងខ្ញុំក៏បានរៀបចំជាមួយនឹង item ដែលយើងបានគឺវាច្រើនដែរចឹងបន្ទាប់ពីបានរៀបចំអីរួចរាល់ហើយខ្ញុំក៏បានជាមួយនឹង Ancient Debris អ្នកគេគឺចំនួន64ដែរចឹងមក stack ល្មមហើយតមកខ្ញុំក៏បានយក spawn place របស់ខ្ញុំនឹងយកទៅដាក់ចូលនៅក្នុងកន្លែង spawner អញ្ចឹងណាហើយចឹងខ្ញុំគិតថាវីដេអូរបស់យើងនៅក្នុងថ្ងៃហ្នឹងគឺវាមានតែប៉ុណ្្នឹងឯងអ្នកគ្នាដោយសារតែខ្ញុំមានឈឺកដែរហើយណាមួយយើងអត់មានលេងទេនៅក្នុង server Mikita នេះគឺខ្ញុំមានតែលេងដែរអញ្ចឹងទៅវាយើងគួរឲ្យធុញដែរអញ្ចឹងខ្ញុំគិតថាយើងនឹងបញ្ចប់ជាមួយនឹង Mikita season 7តែត្រឹមហ្នឹងតែម្ដងគឺត្រឹមតែពេលវីដេអូបានហើយអញ្ចឹងហ្នឹងឯងអ្នកគ្នាសម្រាប់ខ្ញុំគឺខ្ញុំអត់មានលេងទៀតទេហើយបើសិនខ្ញុំលេងក៏ខ្ញុំលេងដូចតែខ្ញុំ record ពីមុនមកអញ្ចឹងអ្នកគ្នាអញ្ចឹងសម្រាប់ចិត្តថា Mikita គឺចប់ដោយប៉ុណ្្នឹងឯងអ្នកគ្នាគឺចប់ដោយបរិបូរណ៍អញ្ចឹងយើងនឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ